ជំរាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំមកធ្វើវីដេអូបង្ហាញពីរបៀបចូលរៀនវគ្គប្រសិទ្ធភាពនៃការគ្រប់គ្រងថ្នាក់រៀនអញ្ចឹងដើម្បីចូលរៀនវគ្គនឹងបានលោកគ្រូអ្នកគ្រូគ្រាន់តែចុចចូល Google មកហើយវាយពាក្យថាគ្រូ K or U Open PLP ORG ប៉ុន្តែដោយសារវាលោតនៅខាងលើនឹងស្រាប់អញ្ចឹងយើងគ្រាន់តែចុចលើនឹងតែម្ដងចូលមកដល់កន្លែងនេះដោយសារតែខ្ញុំបាន log in account ខ្ញុំរួចហើយអញ្ចឹងវាលោតឈ្មោះប៉ុន្តែបើលោកគ្រូឬក៏អ្នកគ្រូអត់ទាន់បាន log in ទេសូម log in ដោយវាយឈ្មោះឬក៏លេខកូដសម្ងាត់អីចូលទៅវាចូល account យើងហើយអញ្ចឹងដើម្បីស្វែងរកវគ្គនឹងបានចុចកន្លែង3នេះចាអញ្ចឹងចុចពាក្យថាវគ្គសិក្សារបស់ខ្ញុំទី2ហ្នឹងដោយសារយើងអត់ទាន់ចុះឈ្មោះអញ្ចឹងដើម្បីចូលរៀនវគ្គនឹងបានអ្នកគ្រូត្រូវតើអ្នកមានកូដចុះឈ្មោះដែរឬទេអញ្ចឹងលេខកូដហ្នឹងមានវាយអក្សរធំមក K or U មានន័យថាគ្រូហើយតមក P C U ហើយវាយពាក្យថាចុះឈ្មោះនេះចុចលើហ្នឹងមករងចាំបន្តិចចានេះហើយគឺជាវគ្គប្រសិទ្ធភាពនៃការគ្រប់គ្រងថ្នាក់រៀនវិធីសាស្ត្រគ្រូកុសលនេះលោកគ្រូអ្នកគ្រូចុចចូលរៀនកន្លែងនេះមកពេលដែលរៀនចប់នឹងមានវិញ្ញាបនបត្រជូនចាអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណ